ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនេះខ្ញុំសូមធ្វើការបង្ហាញពីប្រភេទរទេះសម្រាប់លក់ស្លាប់មាន់ក្លុកនិងភ្លើមាន់អំពងមួយចាដែលភ្នាក់របស់យើងគាត់បានកំងឥឡូវនេះគឺខាងយើងបានរៀបចំឲ្យរួចរាល់ 100% ជូនគាត់ហើយចាមានបិទរូបភាពជូនគាត់7ស្លឹកដូចក្នុងវីដេអូដែលខ្ញុំបានបង្ហាញអញ្ចឹងហើយអតិមួយឈុតនឹងដែរគឺភ្នាក់របស់យើងគាត់បានកំងយកទាំងធុងហ្គាសនិងក្បាលចក្រានអីមួយឈុតតែម្ដងចាឥឡូវយើងមកមើលពីចម្ងាយទៅទាំងអស់គ្នាចានេះផ្នែកខាងក្រោយរបស់វាគឺមានកាងមានអីដាក់ធុងតកដូចយើងអត់ដងអញ្ចឹងចាហើយមួយឈុតធុងហ្គាសនឹងដែរមានធុងហ្គាសមានក្បាលសុវត្ថិភាពមានក្បាលការ B5 ចាហើយនៅខាងក្នុងរបស់វាគឺទលាយបែបហ្នឹងចាគឺយើងមានទូកញ្ចក់2ថ្នាក់3ប្លោះដូចក្នុងវីដេអូដែលខ្ញុំបានបង្ហាញអញ្ចឹងហើយតែនេះដែរយើងអត់ទាន់ដាក់ដបដាក់អីដោយសារតែយើងផ្ញើទៅតាមខេត្តអញ្ចឹងអត់ទាន់ដាក់ទេខាងមុខក៏យើងមានកាងមានអីដាក់ធុងតកដូចយើងរដងដូចគ្នាអញ្ចឹងចាហើយខាងក្រោមនេះគឺយើងអាចបើកដាក់អីវ៉ាន់ចាក់សោចាក់អីបានខាងក្នុងហ្នឹងណាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានតម្រូវការគឺអាចធ្វើការកម្មងបានចាតាមរយៈ page នេះផ្ទាល់ឬតាមរយៈលេខទូរស័ព្ទដៃរបស់ខ្ញុំ3ខ្សែនៅក្នុងវីដេអូហ្នឹងបានចាឥឡូវហ្នឹងវីដេអូយើងក៏មានតែប៉ុណ្្នឹងទេចាក៏អរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះយើងជួបគ្នានៅវីដេអូក្រោយៗទៀតចាអរគុណ